ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងដែលតែងតែនាំមកជូននៅចំណេះដឹងថ្មីៗនិងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ថ្ងៃនេះខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានមកជជែកជាមួយបងប្អូនទាំងអស់គ្នាអំពីរឿងរ៉ាវមួយដែលមិនត្រឹមតែជាមរតភាពរបស់ជាតិយើងប៉ុណ្ណោះទេតែថែមទាំងជាមរតកពិភពលោកដ៏អស្ចារ្យមួយដែរតើបងប្អូនទាំងអស់គ្នាអាចទាទ្រើទេថាខ្ញុំនឹងនិយាយអំពីអ្វីគឺគ្មានអ្វីក្រៅពីប្រាសាទអង្គរវត្តរបស់យើងនេះឯងនិយាយពីប្រាសាទអង្គរវត្តទៅក៏នឹកឃើញដល់ការខ្ញុំនៅក្មេងបានទៅលេងអង្គរវត្តជាមួយលោកឪពុកអ្នកម្ដាយពេលនោះខ្ញុំនៅចាំបានថាខ្ញុំពិតជាស្ងប់ស្ងាញ់នឹងភាពអស្ចារ្យរបស់ប្រាសាទនេះណាហើយរហូតមកដល់ពេលនេះក៏នៅតែមានអារម្មណ៍ដដែលប្រាសាទអង្គរវត្តមិនមែនគ្រាន់តែជាសំណង់ថ្មបុរាណមួយប៉ុណ្ណោះទេបងប្អូនវាគឺជាប្រឡឹងនៃប្រទេសកម្ពុជាវាគឺជាបេះដូងនៃអរិយធម៌ខ្មែរហើយវាគឺជាសក្ខីភាពដ៏រស់រវើកនៃភាពរុងរឿងនិងទេពកោសល្យដ៏មហាអស្ចារ្យរបស់បុព្វបុរសយើងនិយាយទៅគ្រាន់តែនឹកឃើញក៏ព្រឺសម្ពោធដែរដូច្នេះហើយក្នុងថ្ងៃនេះយើងនឹងមកស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិដ៏យូរលង់ការកសាងដ៏អស្ចារ្យគោលបំណងពិតប្រាកដរហូតដល់ការធ្លាក់ចុះនិងការរកឃើញឡើងវិញរបស់ប្រាសាទដ៏ល្បីល្បាញមួយនេះតោះកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមទាំងអស់គ្នាការចាប់ផ្ដើមនៃរឿងរ៉ាវប្រវត្តិសាស្ត្រតើបងប្អូនដឹងទេថាប្រាសាទអង្គរវត្តនេះដោយត្រូវបានកសាងឡើងនៅសម័យកាលណាវាត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សទី12នៃកសក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ដែលព្រះអង្គបានគ្រងរាជ្យពីឆ្នាំ1113ដល់1150នៃកសនិយាយពីព្រះបាទសូរ្យវរ្ម័នទី2វិញព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរមួយអង្គដែលមានមហិច្ឆតានិងចក្ខុវិស័យដ៏វែងឆ្ងាយព្រះអង្គមិនត្រឹមតែជាព្រះមហាក្សត្រដែលពូកែខាងធ្វើសង្គ្រាមនិងពង្រីកទឹកដីប៉ុណ្ណោះទេតែព្រះអង្គថែមទាំងជាព្រះមហាក្សត្រមួយអង្គដែលមានជំនឿសាសនាដ៏មុតមមនិងចូលចិត្តកសាងសំណង់ស្ថាបត្យកម្មដ៏ធំសម្បើមផងដែរមុននឹងឈានដល់ការកសាងអង្គរវត្តប្រទេសខ្មែរយើងក៏មានប្រាសាទជាច្រើនទៀតរួចមកហើយដូចជាប្រាសាទបាពួនបាយ័នជាដើមអង្គរវត្តដោយត្រូវបានគេចាត់ទុកថាជាចំណុចកំពូលនៃស្ថាបត្យកម្មខ្មែរវាជាការវិវត្តមួយដ៏អស្ចារ្យដែលបានបង្រួមនូវរាល់សមិទ្ធផលបច្ចេកទេសនិងសិល្បៈពីមុនមកបញ្ចូលគ្នាគោលបំណងដើមនៃការកសាងប្រាសាទអង្គរវត្តគឺដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងសាសនាហិណ្ឌូនេះជាចំណុចសំខាន់មួយដែលយើងត្រូវចាំព្រះបាទសូរ្យវរ្ម័នទី2ទ្រង់គោរពព្រះវិស្ណុហើយទ្រង់បានចាត់ទុកប្រាសាទនេះជាទេវស្ថានផ្ទាល់របស់ព្រះអង្គដែលនឹងក្លាយជាភ្នក់សម្រាប់ព្រះអង្គនៅពេលទ្រង់ចូលទីវង្គតការរៀបរាប់អំពីការកសាងនិងស្ថាបត្យកម្មគិតទៅថាប្រាសាទដ៏មហិមាដោយអង្គរវត្តនេះដោយត្រូវបានកសាងឡើងដោយដៃមនុស្សសុទ្ធសាធក្នុងសម័យកាលដែលគ្មានគ្រឿងចក្រទំនើបដូចសពថ្ងៃនេះតើបងប្អូនធ្លាប់គិតទេថាតើបុព្វបុរសយើងមានវិធីសាស្ត្រអ្វីខ្លះដើម្បីអាចសម្រេចបាននូវស្នាដៃដ៏អស្ចារ្យបែបនេះតាមការសិក្សាស្រាវជ្រាវប្រាសាទអង្គរវត្តនេះដោយត្រូវបានគេប៉ាន់ប្រមាណថាចំណាយពេលប្រហែល30ទៅ35ឆ្នាំដើម្បីសង់ឲ្យបានចប់សពគ្រប់35ឆ្នាំគិតទៅពិតជាយូរណាស់សម្ភារៈសំខាន់ដែលត្រូវបានប្រើប្រាស់គឺថ្មពូកនិងថ្មបាយក្រៀមថ្មពូកដោយត្រូវបានគេយកមកពីភ្នំគូលែនដែលមានចម្ងាយប្រហែល50គីឡូម៉ែត្រពីទីក្រុងអង្គរសំណួរដ៏ធំមួយគឺតើគេដឹកជញ្ជូនថ្មរាប់លានដុំនេះដោយរបៀបណាអ្នកប្រវត្តិសាស្ត្រនិងបុរាណវិទូជាច្រើនបានសន្និដ្ឋានថាគេបានប្រើប្រាស់ប្រព័ន្ធព្រែកជីកនិងទន្លេជាពិសេសទន្លេសៀមរាបនិងបឹងទន្លេសាបដើម្បីដឹកជញ្ជូនថ្មទាំងនោះដោយប្រើក្បួនអោបន្តមកគេក៏បានប្រើកម្លាំងសត្វដំរីកម្លាំងមនុស្សរាប់ម៉ឺននាក់ដើម្បីអោនិងលើកថ្មទាំងនោះទៅកាន់ទីតាំងសង់នេះពិតជាការងារដ៏លំបាកលំបិននិងតម្រូវឲ្យមានការរៀបចំផែនការយ៉ាងល្អិតល្អន់បំផុតនិយាយទៅពិតជាគួរឲ្យស្ងប់ស្ងាញ់និងភាពប៉ិនប្រសប់របស់បុព្វបុរសយើងមែនឥឡូវនេះសូមយើងងាកមកមើលពីលក្ខណៈស្ថាបត្យកម្មរបស់អង្គរវត្តវិញម្ដងប្រាសាទអង្គរវត្តដោយត្រូវបានរចនាឡើងយ៉ាងល្អឥតកោះដែលឆ្លុះបញ្ចាំងពីសកលវិទ្យា Cosmology ក្នុងជំនឿហិណ្ឌូប្រាសាទនេះមានកំពែងព័ទ្ធជុំវិញជា3ជាន់និងមានប៉ុមកំពូលចំនួន5ដែលត្រូវបានគេប្រៀបធៀបទៅនឹងកំពូលភ្នំព្រះសុមេរុជាទីលំនៅរបស់ទេវតាកំពូលកណ្ដាលគឺខ្ពស់ជាងគេហើយកំពូល4ទៀតនៅព័ទ្ធជុំវិញរីឯស្រះទឹកដ៏ធំដែលព័ទ្ធជុំវិញប្រាសាទវិញមិនត្រឹមតែជាការពិការប៉ុណ្ណោះទេតែថែមទាំងតំណាងឲ្យមហាសមុទ្រដ៏ធំធេងដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុផងដែរ
អ្វីដែលពិសេសបំផុតនិងតែទៀងបំផុតនៅអង្គរវត្តគឺចម្លាក់ក្បាច់លម្អនៅតាមជញ្ជាំងថៅទាំង4ជុំវិញចម្លាក់ទាំងនេះមិនមែនគ្រាន់តែជាការតបតែងលម្អប៉ុណ្ណោះទេតែវាជាផ្ទាំងគំនូរប្រវត្តិសាស្ត្រដ៏ធំមួយដែលរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងរឿងទេវកាហិណ្ឌូនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរមួយចំនួនឧទាហរណ៍ដូចជាចម្លាក់ថៅខាងខាតរៀបរាប់អំពីរឿងគោមហាសមុទ្រទឹកដោះរឿងនេះគឺនិយាយអំពីទេវតានិងយ៉ាក់ដែលរួមគ្នាដើម្បីគោមហាសមុទ្រទឹកដោះរកអមฤតដែលជាទឹកអមฤតសម្រាប់អមតៈពេលដែលយើងក្រឡេកមើលចម្លាក់នេះយើងនឹងឃើញយ៉ាងច្បាស់អំពីការតស៊ូការប្រយុទ្ធប្រឆាំងនិងភាពវឹកវើនៃការគោមហាសមុទ្រចម្លាក់លម្អិតទាំងអស់នេះគឺពិតជាប្លែកភ្នែកនិងមានជីវិតជីវ៉ាខ្លាំងណាស់ហើយដូចជាកំពុងតែរៀបរាប់រឿងរ៉ាវប្រាប់យើងបន្តឡើងចឹងមិនតែប៉ុណ្ណោះមានចម្លាក់ផ្សេងទៀតដូចជានៅថែវខាងលិចរៀបរាប់អំពីសមរភូមិគូរុកសេតក្នុងរឿងមហាភារតៈដែលជាសង្គ្រាមដ៏ធំមួយរវាងប៉ងត្រកូលបានដប់និងត្រកូលកោរពុកនៅទីនោះយើងនឹងឃើញតបដំរីតបសេះតបថ្មើរជើងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដែលបញ្ចេញពីអំណាចនិងកម្លាំងនៃរាជាណាចក្រខ្មែរនៅសម័យនោះផងដែររីឯចម្លាក់អប្សរាវិញមានច្រើនរាប់ពាន់រូបដែលសុទ្ធតែមានក្បាច់រាំផ្សេងៗគ្នាហើយមានសភាពរស់រវើកមើលទៅស្អាតទន់ភ្លន់គួរឲ្យគយគន់ណាស់គ្រប់កាយវិការគ្រប់សម្លៀកបំពាក់គឺសុទ្ធតែមានអត្ថន័យនិងបញ្ចេញពីទេពកោសល្យខ្ពស់របស់ជាងចម្លាក់ខ្មែរចំណុចពិសេសមួយទៀតរបស់អង្គរវត្តគឺវាត្រូវបានសាងសង់បែរមុខទៅទិសខាងលិចជាទូទៅប្រាសាទខ្មែរភាគច្រើនគឺបែរមុខទៅទិសខាងកើតដែលជាទិសនៃថ្ងៃរស់តំណាងឲ្យការចាប់ផ្ដើមនៃជីវិតប៉ុន្តែអង្គរវត្តបែរទៅទិសខាងលិចដែលជាទិសនៃថ្ងៃលិចដែលតំណាងឲ្យសេចក្តីស្លាប់ហើយដូច្នេះហើយទើបនៅប្រវត្តិសាស្ត្រជាច្រើនជឿថាប្រាសាទនេះត្រូវបានកសាងឡើងដើម្បីជាភ្នូរសម្រាប់ព្រះបាទសូរ្យវង្មទី2ផ្ទាល់ដែលជាការរៀបចំសម្រាប់ព្រះអង្គនៅពេលព្រះអង្គយាងចូលទីវង្គតការបកស្រាយនេះធ្វើឲ្យអង្គរវត្តក្លាយជាប្រាសាទដែលមានលក្ខណៈប្លែកនិងអាចទៅកំបាំងជាងគេបំផុតគោលបំណងនិងមុខងាររបស់ប្រាសាទដោយតែខ្ញុំបានជម្រាបជូនពីខាងដើមប្រាសាទអង្គរវត្តដោយត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុវាគឺជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយដែលជាកន្លែងសម្រាប់ធ្វើពិធីសាសនាប្រជាជននិងជាទីសម្រាប់បណ្ដុះបណ្ដាលព្រះសាសនាផងដែរព្រះមហាក្សត្រខ្មែរចំនួននោះជឿថាការកសាងប្រាសាទធំៗបែបនេះគឺជាការបញ្ចេញនូវអំណាចកម្លាំងនិងការគោរពដ៏ពងពោះចំពោះអាទិទេពហើយវាក៏ជាមធ្យោបាយមួយដើម្បីធានាបាននូវភាពរុងរឿងនិងស្ថិរភាពនៃនគររបស់ព្រះអង្គដែរប៉ុន្តែគួរឲ្យចាប់អារម្មណ៍ថាយូរទៅប្រាសាទអង្គរវត្តបានផ្លាស់ប្ដូរពីប្រាសាទហិណ្ឌូមកជាប្រាសាទពុទ្ធសាសនាការផ្លាស់ប្ដូរនេះបានកើតឡើងបន្តិចម្ដងvàoពេលរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងគេដែលបានផ្លាស់ប្ដូរមកកាន់ពុទ្ធសាសនាមហាយានបន្ទាប់ពីសម័យព្រះបាទជ័យវរ្ម័នទី7ប្រពៃណីពុទ្ធសាសនាបានរីកចម្រើនខ្លាំងហើយព្រះពុទ្ធរូបជាច្រើនឲ្យគេយកទៅតឹងកើឆ្លាក់ទុកនៅកាន់ប្រាសាទអង្គរវត្តរហូតមកដល់បច្ចុប្បន្ននេះអង្គរវត្តនៅតែជាកន្លែងគោរពបូជាដ៏សំខាន់សម្រាប់ពុទ្ធសាសនាយើងអាចឃើញវត្តមានព្រះសង្ឃនិងពុទ្ធបរិស័ទទៅបានសន់និងធ្វើបុណ្យទាននៅទីនោះជាហូរហែការផ្លាស់ប្ដូរនេះបញ្ចេញពីភាពបត់បែននិងវិវត្តកម្មនៃជំនឿសាសនារបស់ប្រជាជនខ្មែរយើងការធ្លាក់ចុះការបោះបង់ចោលនិងការរកឃើញឡើងវិញប្រាសាទអង្គរវត្តមិនមែនស្ថិតស្ថេររុងរឿងជារៀងរហូតទេដោយអ្វីៗទាំងអស់ក្នុងលោកនេះអង្គរវត្តក៏បានឆ្លងកាត់នូវសម័យកាលដ៏លំបាកលំបិនផងដែរបន្ទាប់ពីសម័យអង្គរដ៏រុងរឿងអាណាចក្រខ្មែរបានចាប់ផ្ដើមធ្លាក់ចុះដោយសារតែសង្គ្រាមផ្ទៃក្នុងនិងការឈ្លានពានពីសំណាក់នគរជិតខាងពិសេសគឺនគរសៀមសម័យអយុធយាទីក្រុងអង្គរទាំងមូលដោយត្រូវបានបោះបង់ចោលហើយរាជាណាចក្របានផ្លាស់ប្ដូរទៅកាន់ទីតាំងផ្សេងៗជួយពីមឡើងវិញជាដើមប្រាសាទជាច្រើននៅក្នុងទីក្រុងអង្គរដោយត្រូវបានព្រៃលតាវល័យរំពុតចិត្តប៉ុន្តែអង្គរវត្តមិនដោយបានបោះបង់ចោលទាំងស្រុងទេវាដោយត្រូវបានថែរក្សាដោយព្រះសង្ឃនិងប្រជាជនមួយចំនួនទូចដែលនៅតែបន្តរស់នៅក្តៅក្តៅនោះហេតុផលមួយដែលធ្វើឲ្យអង្គរវត្តនៅតែមានវត្តមានរហូតមកដល់សប្តាហ៍នេះគឺដោយសារតែវាមានគូទឹកដ៏ធំប៉ុស្តិ៍ជុំវិញដែលជួយការពារប្រាសាទពីការលុបលុយពុកព្រេកឈើនិងរក្សាលំនឹងស្ថាបត្យកម្មបានមួយកម្រិតការរកឃើញអង្គរវត្តឡើងវិញដោយពិភពលោកខាងលិចបានកើតឡើងនៅពេលកណ្ដាលសតវត្សទី19អ្នកធម្មជាតិវិទ្យាជនជាតិបារាំងមួយឈ្មោះ Henry Moore បានធ្វើដំណើរមកដល់ទីក្រុងអង្គរឆ្នាំ1960ពេលដែលគាត់បានឃើញប្រាសាទអង្គរវត្តគាត់ពិតជាមានការភ្ញាក់ផ្អើលនិងស្ងប់ស្ងាត់យ៉ាងខ្លាំងគាត់បានសរសេរអំពីភាពអស្ចារ្យរបស់ប្រាសាទនេះនៅក្នុងកំណត់ហេតុធ្វើដំណើររបស់គាត់និងបានផ្សព្វផ្សាយទៅកាន់ពិភពលោកខាងលិចចាប់តាំងពីពេលនោះមកអង្គរវត្តបានក្លាយជាចំណាប់អារម្មណ៍របស់ពិភពលោកហើយអ្នកបុរាណវិទូស្ថាបនិកនិងអ្នកទេសចរជាច្រើនបានចាប់ផ្ដើមមកទស្សនានិងសិក្សាស្រាវជ្រាវអំពីប្រាសាទនេះគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីសម្រាប់ការស្ដារនិងថែរក្សាមរតកដ៏អស្ចារ្យមួយនេះសារៈសំខាន់បច្ចុប្បន្ននៃការថែរក្សាសប្តាហ៍នេះប្រាសាទអង្គរវត្តមិនត្រឹមតែជាអតីតកាលប៉ុណ្ណោះទេតែវាជាបច្ចុប្បន្ននិងអនាគតរបស់ប្រទេសកម្ពុជាវាដោយប្រសិទ្ធភាពជាបេះដូងនៃប្រទេសហើយដោយដាននៃកងទង់ជាតិខ្មែរតំណាងឲ្យភាពរឹងមាំឧត្តភាពជាតិនៅឆ្នាំ1992អង្គរវត្តដោយអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកការទទួលស្គាល់នេះមិនត្រឹមតែលើកទឹកតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌របស់អង្គរវត្តប៉ុណ្ណោះទេតែថែមទាំងបានជួយគាពារដល់វិស័យការស្មារតីជាតិចរន្តជាតិដើម្បីថែរក្សានិងអភិរក្សប្រាសាទនេះផងដែររាជការកម្ពុជាជាមួយអន្តរជាតិជាអប្សរានិងស្ថាប័នអន្តរជាតិជាច្រើនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្ដារនិងថែរក្សាអង្គរវត្តការងារទាំងនេះពិតជាមានភាពស្មុគស្មាញនិងត្រូវនឹងបច្ចេកទេសខ្ពស់យើងត្រូវប្រជុំមុខនឹងបញ្ហាជាច្រើនដូចជាការហូរច្រត់ថ្មដោយសារធាតុការនិងសំណើមការបំផ្លាញដោយធម្មជាតិដូចជាឫសឈើដែលលូតលាស់ថ្មនិងការរីជួយទឹកផលប៉ះពាល់នៃទេសចរដោយទូជាទេសចរជួយជាមួយសេដ្ឋកិច្ចក៏វាអាចបង្កការខកខានបានដែរប្រសិនបើគ្មានការគ្រប់គ្រងបានល្អដូច្នេះហើយទើបថាច្រើនវិជាការកំណត់ជាមួយជាខ្ញុំឬកាលដែលជាខ្ញុំអាចប៉ះពាល់បានការលុបបន្លំទៅទូបុរាណក៏ជាបញ្ញាប្រជុំមួយដែរទោះជាយ៉ាងណាក៏ដោយការខិតខំប្រឹងប្រែងទាំងនេះគឺពិតជាចាំបាច់ណាស់ដើម្បីឲ្យប្រាសាទអង្គរវត្តនៅតែអាចជួយយ៉ាងមហិមានិងបន្តរៀបរាប់រឿងរ៉ាវរបស់ខ្លួនទៅកាន់មនុស្សជំនាន់ក្រោយទៅទៀតវាជាទំនួលខុសត្រូវរបស់ខ្ញុំទាំងអស់គ្នាក្នុងការថែរក្សាមរតកដ៏លាយតម្លៃនេះយើងគួរតែទស្សនាអង្គរវត្តនិងស្វែងយល់ពីប្រវត្តិរបស់វាពីភូមិរាល់ថ្មនីមួយៗរាល់ក្បាច់ចម្លាក់នីមួយៗគឺសុទ្ធតែបន្ទុកទៅដោយរឿងរ៉ាវដ៏គួរឲ្យមើលតែកំពុងរងចាំឲ្យយើងទៅស្វែងយល់
ជាទីបញ្ចប់ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាពិតជាបានទទួលនូវចំណេះដឹងថ្មីៗនិងបានស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិអស្ចារ្យរបស់ប្រាសាទអង្គរវត្តមិនត្រឹមតែជាប្រាសាទមួយប៉ុណ្ណោះទេតែវាជាសញ្ញានៃអត្តសញ្ញាណជាតិជាមោទកភាពខ្មែរហើយជាសក្ខីភាពដ៏រស់រវើកនៃភាពប៉ិនប្រសប់ពីភាសាអភិក្សានិងជំនឿដ៏មុតមមរបស់ប្រជាជនវាជាមរតកដែលត្រូវតែបន្តថែរក្សាឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាជាពិសេសយុវជនជំនាន់ក្រោយឲ្យចំណាយពេលទៅទស្សនាសិក្សាស្វែងយល់ដល់ផ្ទាល់អំពីអង្គរវត្តពេលដែលយើងបានទៅដល់ទីនោះយើងនឹងមានអារម្មណ៍មួយផ្សេងពីការមើលតាមរូបភាពឬតាមវីដេអូយើងនឹងមានអារម្មណ៍ថាយើងកំពុងតែដើរចូលទៅក្នុងប្រវត្តិសាស្ត្រហើយកំពុងតែមានទំនាក់ទំនងជាមួយព្រលឹងនៃអរិយធម៌ខ្មែរវាពិតជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានសូមអរគុណយ៉ាងច្រើនដល់បងប្អូនទីវិញ្ញាសាទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃស្ដាប់ podcast របស់ខ្ញុំនៅថ្ងៃនេះខ្ញុំសង្ឃឹមថាយើងនឹងបានជួបគ្នាម្ដងទៀតក្នុងកម្មវិធីក្រោយៗទៀតជាមួយប្រធានបទថ្មីៗនិងគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតសូមអរគុណនិងជម្រាបលា